ជំរាបសួរអ៊ំពុកមីងខ្ញុំបានមកបោះតង់នៅគិរីរម្យឥឡូវនេះកំពុងតែរៀបតង់ជាមួយគ្រួសារទាំងអស់គ្នាមានការចែកចាយជាខ្លាំងណាស់រៀងញ៉ៃញ៉ៃតិចចាយប៉ុន្តែចង់ធ្វើវីដេអូនេះទុកមើលបេធំទៅថាបានដើរលេងនៅគិរីរម្យបោះតង់ដែរឥឡូវបានស្គាល់រសជាតិបោះតង់ហើយអ៊ំពុកមីងអើយសบายផងជូចាត់ផងភ័យផងអផងព្រោះជាលើកទី1ដែលមកបោះតង់ធ្លាប់ទៅដើរលេងដែរតែលក្ខណៈទៅគេងនៅបន្ទប់នេះគឺជាលើកទី1ហើយដែលឌីកាបានស្គាល់រសជាតិបោះតង់អត់អ៊ំពុកមីងទេសភាពស្អាតណាស់មានអាប់ទៀតពេលយប់ឡើងវិញណាអាប់ឡើងច្រើនហើយរងាទៀតឌីកាសบายមិនតែផ្លែកខ្មែករងាណាជប់ឡើងអ៊ំពុកមីងអើយហើយដឹងរឿងមួយអត់អ៊ំពុកមីងរឿងសង្ញាត់របស់ឌីកាប៉ុន្តែដឹងដល់អ្នកណារបស់តង់ចិត្តនឹងទៀតដឹងជាអ្វីអ៊ំពុកមីងឬសង្ញាត់នោះគឺឌីកាគេយំនឹងហើយយំលឺទៀតផងឌីកាមិនដឹងមិនទេបានជាយំចឹងលួងផងហៅផងនៅតែយំហើយប្អូនស្រីខ្ញុំមួយនោះយំដេកគ្នាប្រហែលជាផ្លែកគេមិនដឹងណាអត់បាននំណាកុំជឿអ៊ំពុកមីងដូចតែគ្នាទេរបបនិយាយដំណើររឿងអ៊ំពុកមីងប្រាប់ពីវីដេអូប៉ាត់ក្នុងវីដេអូហ្នឹងដូចអត់មានអីត្រូវនិយាយទេព្រោះខំតែរៀបតង់ទីកន្លែងគេហ្នឹងវីដេអូយើងយូរបន្តិចនេះដាក់ខាហងអ៊ំពុកមីងតែចង់លុបវីដេអូនឹងចោលទេវាជាវីដេអូអនុស្សាវរីយ៍ចឹងទៅធ្វើវីដេអូហើយ over ទៅដើម្បីផុសទុកពេលមើលឌីកាធំឡើងភាពអញ្ចឹងញៀមមានទេណាអ៊ំពុកមីងដែលបានទៅដើរលេងជាមួយម៉ាក់ប៉ានិងឌីកាប្អូនស្រីយើងឯណាហ្នឹងហើយប្អូនស្អីកុំហូចថ្ងៃមួយថ្ងៃឈ្លោះតាគ្នាតែបាត់គ្នាអត់បានមិនតែបោះតង់ក៏ឈ្លោះគ្នាដែរអ៊ំពុកមីងអង្ហត់លើលេងសบายជួសគ្នាទៀតឥឡូវអ៊ំពុកមីងមើលក្នុងវីដេអូហ្នឹងទៅម៉ាក់តារៀបចិត្តហើយម៉េចក៏រៀងកដាព្រោះនាំគ្នាទៅដល់រងាចបាត់ហើយព្រោះចង់ទៅពេលតិចទេសភាពស្អាតពេលដើរទៅដល់ភ្នំគិរីរម្យតិចណាអ៊ំពុកមីងអើយហើយស្រស់ស្រាយសบายក្មេកនៅឥឡូវនៅក្នុងវីដេអូនោះអត់មាននិយាយទេអ៊ំពុកមីងមើលវីដេអូអូនទៅ